យើងកំពុងជជែកគ្នាពីរឿងរូបចម្លាក់ព្រះពោធិសត្វលោកកេស្វរៈដែលនាំគ្នាប្រតិកម្មពីរឿងមានព្រះនៅលើក្បាលនៅលើកេសានៅលើទ្រូងនៅលើផ្ចិតនិងនៅលើជើងហើយនៅលើខ្លួននឹងសុទ្ធតែជាព្រះគឺជាអាវក្រោះរបស់ជ័យវរ្ម័នទី7រូបនេះគឺតំណាងឲ្យព្រះពោធិសត្វលោកកេស្វរៈហើយក៏តំណាងឲ្យព្រះបាទជ័យវរ្ម័នទី7ជាស្ថាបនិកប្រាសាទបាយ័នជាស្ថាបនិកចុងក្រោយនៃមរតកពុទ្ធសាសនាមហាយានយើងមើលពេលដែលយើងមើលរូបណាយើងត្រូវប្រើបញ្ញាគិតថាតើរូបនឹងដូនតាយើងលោកឆ្លាក់ឲ្យសាសនាឬរូបឆ្លាក់ដើម្បីខ្លួនឯងណាចឹងហើយបានជាលោកឲ្យយើងគិតថាបើសិនជាលោកគោរពព្រះណាព្រះនឹងគឺជាព្រះពុទ្ធហេតុអីបានជាមកណានៅលើជើងនៅលើម្រាមជើងទាំង5ហ្នឹងម្ខាង5ម្ខាង5វា10ហេតុអីបានមកនៅលើជើងមកនៅលើទ្រូងមកនៅលើផ្ចិតណាហើយនៅលើកេសាណាដែលយើងតែងចំណាំឃើញហើយសម្គាល់ថាព្រះពោធិសត្វលោកកេស្វរៈតែងតែមានរូបអង្គុយសមាធិហ្នឹងមិនមែនព្រះពុទ្ធទេណារូបអង្គុយសមាធិនៅលើភ្នងសក់ចំណែករូបជ័យទេវីហ្នឹងអន្តរទេវីហ្នឹងក៏មានរូបណាដែលយើងហៅព្រះមេតាអន្តរឬជ័យទេវីហ្នឹងគឺមានរូបណានៅខាងលើភ្នងសក់ដូចគ្នាសូម្បីតែព្រះនាងគង់សិអ៊ីមឬព្រះម៉ែគង់សិអ៊ីមហ្នឹងក៏មានរូបណាអង្គុយសមាធិហ្នឹងនៅលើភ្នងសក់ដូចគ្នាប៉ុន្តែខុសចម្លែកតែដូនតាខ្មែរយើងណាលោកមិនមែនមានតែក្នុងភ្នងទេណាព្រះពោធិសត្វលោកកេស្វរៈហ្នឹងមាននៅលើទ្រូងហើយនៅលើទ្រូងហ្នឹងនៅលើអាវក្រោះហ្នឹងណាហើយយើងឃើញរូបទូដូចជាព្រះពន្ធនៅប្រស្ដេចព្រៃវែងអញ្ចឹងណាបើយើងទៅស្គាល់ព្រះពន្ធទៅយើងអាចបំបីអាចកំបាំងទាំងអស់ហ្នឹងបានទៅស្គាល់ព្រះពន្ធរឿងបាយនឹងតឡោករឿងហូបបាយតឡោកសម្រាប់ម្ដាយខ្លួនឯងហើយឆ្លាក់ណាឆ្លាក់ព្រះពន្ធហ្នឹងគឺហ្នឹងតម្រង់ហ្នឹងតម្រង់ព្រះតូចហ្នឹងអញ្ចឹងចង់ផ្គុំរឿងរបស់លោកណាត្រូវសិក្សាប្រមូលផ្ដុំជាដកខ្មែរទាំងអស់គឺប្រជុំរឿងព្រេងណាបូកនឹងចម្លាក់ណាបូកនឹងទំនៀមទម្លាប់ប្រពៃណីទាំងអស់ទើបយើងអាចដឹងហើយរឿងទាំងអស់ហ្នឹងរួមសេចក្តីមកគឺនៅត្រង់រឿងសេរី3ប្រការសេរី3ប្រការនេះមិនមែនជាបណ្ដាំពុទ្ធសាសនាទេហើយក៏មិនមែនបណ្ដាំព្រហ្មញ្ញសាសនាទេគឺជាបណ្ដាំមេជីណាបណ្ឌិតមេជីបណ្ដាំបណ្ដាច់របស់មេជីហ្នឹងណាដែលយើងត្រូវធ្វើបន្តគ្នាណាសួរថាលោកសាងឲ្យយើងធ្វើបន្តគ្នាដើម្បីអ្វីយើងសួរខ្លួនឯងណាយើងសួរខ្លួនឯងហ្នឹងសួរថាធ្វើដើម្បីអ្វីគឺដើម្បីដោះហ្នឹងដោះនៅបណ្ដាំរបស់លោកណាប្រស្នារបស់លោកព្រោះអីព្រោះលោកណាហេតុតែធ្វើទូកឆ្វេងទូកស្ដាំណាទូកដៃហ្នឹងណាទូកឆ្វេងទូកស្ដាំគុំទៅជាកំបងហើយក៏កាន់ចែវអុំនៅទូកហ្នឹងរុញដល់ត្រើយហ្នឹងលោកភ្លេចណាមេដាបេដាហ្នឹងរំលែងភ្លេចធ្វើទីពឹងឲ្យខ្លួនឯងជាទូទៅភាគតិចណាស់ដែលចេះធ្វើទីពឹងឲ្យខ្លួនឯងភាគច្រើនគឺមិនបានធ្វើទីពឹងឲ្យខ្លួនឯងរវល់តែគិតពីកូនរវល់តែគិតពីចៅអញ្ចឹងណាប្រឹងធ្វើចង្វារុញទូកណាធ្វើច្រវារុញទូកណាសេរីទី1នៅឯណាសេរីទី1នៅលើមុខតើសេរីទី2នៅឯណាសេរីទី2នៅលើទ្រូងរូបនេះមិនទាន់សន្មត់ថាជាព្រះពុទ្ធទេណារូបដែលនៅលើដែលយើងមើលឃើញលើសេរសានៅលើទ្រូងណានៅលើចង្កេះនៅលើជើងបើព្រះពុទ្ធលោកមិនយកមកឆ្លាក់នៅលើជើងទេណាអ្នកមិនដឹងបកថាម៉េចថាព្រះពុទ្ធអ្នកមិនដឹងបកថាម៉េចបកថាអាហ្នឹងជាស្នាប់ជើងស្នាប់ដៃណាយើងគិតថាអញ្ចឹងទៅវិញអញ្ចឹងបើយើងមើលទៅអ្នកបដាល់ណាអ្នកលេងកាប់ចាក់យើងថាជាស្នាប់ជើងបើយើងមើលក្នុងទម្រង់សាសនាយើងថាជ័យវរ្ម័នទី7លោកមើលងាយពុទ្ធសាសនា
តែយើងកុំភ្លេចណាលោកទុកបណ្ដាំឲ្យយើងមិនជំពាក់ជំពិននឹងពុទ្ធសាសនាទេព្រោះលោកជាពោធិសត្វរមែងណាជំពាក់នឹងការសន្សំបារមីណាមិនថាបញ្ញាថឹកមិនថាសទ្ធាថឹកមិនថាវិរិយថឹកទេណាលោកជាប់ជំពាក់ក្នុងការសន្សំបារមី10ឧបបារមី10និងបរមត្តបារមី10ណាដើម្បីឲ្យពេញបរិបូរណ៍នៅក្នុងកັບណាមួយនឹងត្រាស់ដឹងឡើងហើយបារមីនេះអត់មានចេះតែចូលណាបុគ្គលនេះដែលយើងហៅបារមីចូលអត់ទេបារមីអត់ចេះតែដើរចូលតែផ្ដេសតែផ្ដាស់ទេដែលចូលហ្នឹងគឺអមនុស្សគឺអសូរកាយណាពួកអសូរកាយពួកអមនុស្សទៀបណាដែលចូលចំណែកបារមីគឺការសន្សំណាសន្សំថ្នាក់ទានថ្នាក់សិលណាដែលមានបារមី10ហ្នឹងណាបារមីហើយឲ្យខ្ពស់ជាងបារមីគឺឧបបារមីណាដែលសន្សំអីទេសន្សំលះណានៅអវយវៈលះឈាមលះសាច់លះស្បែកលះភ្នែកណាដែលនៅក្នុងបទគោរពទងហ្នឹងយើងឃើញព្រះអង្គស្គៀលនេត្រាព្រះអង្គណាខ្វេះនៅយកនៅបេះដូងព្រះអង្គអានៅសាច់ហ្នឹងអាហ្នឹងឧបបារមីដល់បរមត្តបារមីហ្នឹងគឺព្រះអង្គបូជានៅជីវិតដូចជាស័កបណ្ឌិតហ្នឹងឃើញព្រះអង្គលោតចូលក្នុងភ្លើងដើម្បីឲ្យព្រាមអនព្រាមណាកាលាខ្លួនជាព្រាមហ្នឹងណាដែលយើងសន្មតថាជាពណ៌ទី6ហ្នឹងហើយថាពណ៌ហ្នឹងគឺបាននៅជាប់ឋានប្រច័នហ្នឹងណាស័កបណ្ឌិតយើងនាំគ្នាងើយហ្នឹងតែតាមពិតមិនមែនងើយអកមុខហ្នឹងនៅឃើញស័កបណ្ឌិតទេងើយអកមុខហ្នឹងគឺនេះមើលទៅរឿងផ្កាយកូនមន់នេះទេណាតែដោយសារអីដោយសារយើងមិនដឹងថាតរោឬកែវរឿងនៅណាអញ្ចឹងរឿងណាស្តៀងពុទ្ធសាសនាយើងទម្លាក់ទៅក្នុងពុទ្ធសាសនារឿងណាដែលស្តៀងនឹងព្រហ្មញ្ញសាសនាយើងទម្លាក់ទៅព្រហ្មញ្ញសាសនាដល់អញ្ចឹងទៅបណ្ដាំមេជីហ្នឹងវាបាត់ដល់បាត់ទៅលែងដឹងអញ្ចឹងបានលោកប្រាប់ថាសេរីម៉ែហ្នឹងរឿងស្រីហ្នឹងសេរីហ្នឹងគឺស្រីហ្នឹងទី1នៅលើមុខណាមុខទៅមើលណាឃើញរឿងគាត់មុខទៅមើលក្បាំងអញ្ចឹងបានមើលក្បាំងបានឃើញម៉ែសេរីទី2នៅណានៅទ្រូងឲ្យចាក់ទឹកដូងពីទ្រូងម៉ែមកណាចាក់ទឹកដូងពីទ្រូងម៉ែចាក់ទឹកដូងពីទ្រូងមេដាបានឃើញរឿងមេដាព្រោះរឿងគាត់ហ្នឹងលាក់ទុកក្នុងចិត្តហ្នឹងវាស្នាក់នៅក្នុងបេះដូងអញ្ចឹងបានលោកប្រាប់ឲ្យយើងចាក់ទឹកដូងហើយចាក់ទឹកដូងនេះលោកបង្កើតរឿងជ័យវិធនហ្នឹងឬធនជ័យហ្នឹងម៉ែយសពដូចយសងយសពបេះដូងបេះបានទាំងផ្លែយសពឃើញខែណាខែពេញបនមីបានន័យថាដូងហ្នឹងវាខែមិនស៊ីណាវានៅមូលទាំងសឹកទឹកទាំងសាច់ទេដោយសារអីដោយសារបេះដូងជ័យវិធនឬធនជ័យហ្នឹងវានៅមូលទាំងទឹកទាំងសាច់ខែមិនស៊ីព្រោះมันពលិកម្មបូជាមួយជីវិតដើម្បីប្រាក់ខែនិងប្រាក់ថ្ងៃហ្នឹងខែវាមិនស៊ីសាច់ស៊ីទឹកហ្នឹងអស់ណាចឹងបានលោកថាយសពដូចយសងហ្នឹងលោកថាកូនឯងចាក់ទឹកដូងមកណាចេញពីទ្រូងម្ដាយមកកូនឃើញរឿងម្ដាយនៅក្នុងហ្នឹងហើយងាយចូលទៅចាក់ដែរនៅក្នុងទ្រូងឯនោះហ្នឹងចឹងបានលោកកសាងអណ្ដូងណាទុកនៅក្នុងបាយ័នហ្នឹងណាអណ្ដូងនៅកណ្ដាលប្រាសាទបាយ័នហ្នឹងតែយើងមិននាំគ្នាចុះទៅចាក់ទឹកដូងណាមើលរឿងរបស់លោកហើយប្រាសាទបាយ័នកើតចេញពីអីមិនកើតចេញពីបាយ័នកោណាបើអត់មានបាយ័នកោមានបាយ័នទេបើអត់មានអង្គ1000តើមានអង្គរតូចទេតើមានអង្គរធំទេណាគោរឿងអង្គតូចគោរឿងអង្គធំគោរឿងអង្គទាំង1000ដែរប្របាទដៃខ្លីហ្នឹងលោកបានកសាងលោកបានជីកដើម្បីរៀបរាប់ពីបណ្ដាសាណាដែលប្រម៉ែសក់កោបហ្នឹងណាបរទេសគេយកថយសំពៅយកទៅណាសពថ្ងៃយើងណាអាចារ្យអ្នកមហាអ្នកផ្លូវហ្នឹងណាឃើញទេថយបាយស្ពកលេងបាត់ថយសំពៅអញ្ចឹងតម្លៃប្រមាតាសក់ក្រអូបហ្នឹងតម្លៃរបស់ប្រមាតាទឹកសដាច័ន្ទហ្នឹងតម្លៃរបស់ប្រមាតានាគីហ្នឹងត្រឹមតែបាយមួយស្ពកណាតែតាមពិតតម្លៃរបស់លោកគឺណាគឺពលិកម្មរបស់លោកណាដែលលោកបន្សល់ទុកបាយសបាយក្រហមហ្នឹងណាយល់ពីពាក្យបាយសបាយក្រហមហ្នឹងទេណាតែពេលយើងសែនដាក់ក្នុងពេលមាត់ជ្រូកហ្នឹងបាយសយើងហូបរាល់ថ្ងៃបានតែបាយក្រហមយើងអត់ហូបទេណាសម្រាប់ឧទ្ទិសឲ្យអមនុស្សតែកុំភ្លេចថាបាយក្រហមកើតបានជាអ្នកតាក្រហមកអ្នកគឺម៉ែតាគឺបរោះណាអ្នកគឺស្រីតាគឺបរោះអញ្ចឹងបានន័យថាក្រហមកទាំងយាយក្រហមកទាំងតាក្រហមកទាំងម៉ែក្រហមកទាំងឪហេតុអីបានក្រហមព្រោះបាយលាយទៅដោយឈាមណាដែលហៅថាបាយក្រហមហ្នឹងបាយពលីហ្នឹងណាសែនឲ្យជួចម្បួរសែនឲ្យមួយមុតសែនឲ្យអរិយសែនឲ្យបិសាចសែនឲ្យដូនតាហ្នឹងណាបាយសបាយក្រហមហ្នឹងបាយក្រហមក្រៀមទៅคล้ายទៅជាបាយក្រៀមហើយបាយក្រៀមទៅនៅណាទៅនៅត្រូស្ពានទៅនៅត្រូប្រាសាទក្រៀមក្រោះតែឯងអញ្ចឹងបានជាលោកកសាងប្រាសាទលោកជីកគូទឹកដើម្បីឲ្យទឹកត្រាំបាយក្រៀមហ្នឹងឲ្យរីក
ណារីករហូតដល់កូនហ្នឹងណាពកថ្ងាសមកចេះគិតហើយលោកប្រាប់ថាសេរីទី3នៅណានៅចុងជើងអញ្ចឹងលោកឲ្យរកចំណុចផ្ចិតពេលណារកចំណុចផ្ចិតនៃអាទិទេពនៃពុរិស័ទឃើញណាយើងនឹងឃើញទីប្រសូតនៃព្រំតើប្រសុំព្រំព្រះព្រំហ្នឹងណាប្រសូតចេញពីណាព្រះព្រំនឹងប្រសូតចេញពីផ្ចិតហ្នឹងរបស់ព្រះវិស្ណុហ្នឹងណាយើងឃើញហ៎ពេលហ្នឹងយើងចាប់ដើមឃើញឃើញអាចកំបាំងរូបពីរចូលគ្នាតែមួយណាប្រសូតបានជាការឈូករីកទៅបានរាជបុត្រព្រំកើតឡើងមានទាំងខ្លួនមានទាំងជើងមានទាំងដៃណាចំណែកព្រំដូនតាមានតែសេរសាហើយទុកចន្លោះទ្រូងឲ្យកូនចេញចូលណាតាមចន្លោះទ្រូងគេហៅថាឆ្លងទ្វារចក្រវាលហ្នឹងណាបើយើងឆ្លងទ្វារចក្រវាលយើងឆ្លងចេញពីទ្វារខ្លងទ្វារតាកាវរឿងព្រំនឹងឡើងមកហើយដើរមកទិសខាងកើតទ្វារទេពហ្នឹងមកដែលគេឧបកិច្ចយើងឲ្យស្លាប់គេហៅទ្វារខ្មោចហ្នឹងណាឧបកិច្ចស្លាប់ហ្នឹងទិសខាងកើតហ្នឹងទល់នឹងទិសទ្វារតាកាវហ្នឹងណាកាវទាញឡើងមកមរតកព្រំហ្នឹងហើយតជើងតដៃព្រំទៅណាយកកទាំង4ហ្នឹងយកទៅតកជើងកដៃដូចក្នុងរូបអញ្ចឹងណាកជើងកដៃទៅតទៅឃើញព្រំហ្នឹងមានតែសួរថាព្រំដែលកើតចេញពីផ្ចិតហ្នឹងព្រះវិស្ណុជាណាគឺជាបុត្ររបស់ព្រះវិស្ណុហ្នឹងព្រះវិស្ណុត្រូវតែបង្កើតបុត្រថ្មីណាដែលមានតួអង្គណាមានខ្លួនណាមានកាយមានអញ្ចឹងខ្មែរហ្នឹងគឺជាប្រមុខនៃព្រហ្មញ្ញសាសនាណាដែលខ្មែរអាចបង្កើតព្រំបានណាអាចបង្កើតព្រះវិស្ណុហើយបង្កើតព្រំបានទៀតណាមិនមែនច្រឡំពីឥណ្ឌាណាឥណ្ឌាអត់ដឹងថាឪពុកម្ដាយព្រំជាណាផងហ្នឹងតែខ្មែរមានណាឪពុកម្ដាយព្រំគឺព្រះវិស្ណុណាវិស្ណុហ្នឹងគឺគាត់បង្កើតមហាព្រំបានតាមផ្ចិតណាមេដារាល់រូបបង្កើតកូនតាមទ្វារណាទ្វារមាសណាដល់ពេលព្រះវិស្ណុបង្កើតកូនតាមផ្ចិតអញ្ចឹងបានជានៅក្នុងរូបនេះណាឃើញណាចំណុចផ្ចិតហ្នឹងមានប្រម៉ែណាជុំវិញហ្នឹងណាគឺព្រះមេដាណាជាអាក្រោះណាព្រោះអីហូបបាយកុំឲ្យកពុបដឹងគុណប្រមេឥឡូវប្រមេហ្នឹងជាក្រោះហ្នឹងឃើញទេក្រោះការពារណាសោយព្រួលកំចោលសកាឃើញសកាហ្នឹងសការបស់ត្រីមរណៈមេដាឃើញពេញខ្លួនកូនណាឃើញក្រោះហ្នឹងឈាមហ្នឹងស្បែកហ្នឹងកាយហ្នឹងសុទ្ធតែឈាមប្រមេណាហើយនៅតែអត់យល់ឃើញទេកពុបអស់ហើយហ្នឹងណាហូបបាយកុំឲ្យកពុបដឹងគុណប្រមេឥឡូវប្រមេហ្នឹងណាខ្លាយជាក្រោះរបស់កូនណាសួរថាកូនដឹងដែរណាអត់ដឹងទេណាពេលតែដឹងហៅម៉ែមកគឺហៅមកជាម៉ាយហ្នឹងណាជាម៉ាយហ្នឹងគឺជាម្ដាយហ្នឹងណាសេរីទី3នៅចុងជើងណានៅម្រាមជើងនៅចុងជើងអញ្ចឹងលោកណាមង្គលទី3លោកឲ្យយកទឹកលាងជើងណាលាងឲ្យជ្រះឃើញម៉ែណាលាងឃើញឲ្យឃើញស្រីណាឃើញសេរីណាបើលាងមិនជ្រះបានន័យថាមើលមិនឃើញណាមើលមិនឃើញម៉ែទាំង3ហើយអញ្ចឹងបានខ្ញុំសាងរូបនេះណាសាងរូបជាទស្សនវិជ្ជាណាបញ្ចូលគំនិតនេះសេរីទី1នៅលើមុខណាឃើញទេនៅប្រាសាទនិពន្ធណាគេកប់គាត់ត្រឹមកហើយគាត់ស្រែកហៅកូនណាព្រោះមាត់គាត់នឹងហូរទឹកស្រែកហៅកូនទឹកចិត្តគាត់នឹងស្រែកហៅកូនអើយជួយម៉ែផងណាម៉ែជាប្រែតទន្លេស្ងួតកន្ទួតមួយដែរណាម៉ែជាប្រែតម៉ែជាបិសាចណាម៉ែជាមេមត់ម៉ែជាអរិយស៊ីកូនខ្លួនឯងនៅក្នុងអដ្ឋកថាណាបឋមអដ្ឋកថាឃើញណាព្រះសោណថេរនិងព្រះឧត្តរថេរដែលលោកនិមន្តណាមកផ្សព្វផ្សាយពុទ្ធសាសនាចូលដែនសវណ្ណភូមិហ្នឹងគឺលោកបង្ក្រាបបិសាចណាគឺបង្ក្រាបអរិយដែលស៊ីសាច់កូនខ្លួនឯងហ្នឹងដោយសារសេចក្តីស្រីឃ្លានណាលោកមានកូន12នាក់តែគេត្រូវគេខ្វេះយកកែវភ្នែកទាំង23គ្រាប់ណាអត់អីបរិភោគណាកូនកើតមកក៏ហែកចែកគ្នាបរិភោគហ្នឹងណាឃើញទូលទ្វារមាសខ្លួនឯងហ្នឹងគឺមាតុភូមិហ្នឹងណាដែលខ្លួនឯងធ្លាប់គ្រប់គ្រងតែដល់ហើយមិនបានគ្រប់គ្រងណាធ្វើជាម្ចាស់ណាតែជាទូលណាគេហៅទូលដីណាទូលទឹកទូលដីហ្នឹងបានជាទ្វារទី2នេះណាខ្ញុំបើកណាចាប់ផ្ដើមដឹងរឿងលោកហើយបើកណាបើកទី1ណាសេរីទី1នៅលើមុខណាយើងត្រូវរកអត្តកំបាំងមុខវាមានអីមុខហ្នឹងមានភ្នែកមានច្រមុះមានមាត់មានត្រចៀកណាហើយវិញ្ញាណណាវិញ្ញាណទាំង4ហ្នឹងទាំង5ហ្នឹងអ្នកនាំរឿងណាអ្នកនាំរឿងយកទៅទុកក្នុងហត្ថយៈណាហើយនេះដែលលេបហ្នឹងគឺយៈយើងហៅរាហុអសរិនដែលយើងឃើញនាគណាមានសัตว์មួយលេបទៅដល់កហ្នឹងគឺយៈណាបើកទ្វារទី1ណាឆ្នាំ2000នេះទ្វារទី2 2003ណាឃើញណា2002ដែលខ្ញុំនឹងភ្លេចខ្លួនឯងយូរពេកហើយណាមកដល់ទ្រូងណាសេរីទី2គឺនៅដើមទ្រូងណាយកទឹកមកលាងទ្រូងមិនលាងទ្រូងឃើញណាដល់ចូលទៅចាក់ទឹកដងចេញពីទ្រូងម្ដាយហ្នឹងស្ត្រីហ្នឹងទើបឃើញរឿងប្រមេហ្នឹងថាលោកមានទុក្ខវេទនាប៉ុណ្ណាសេរីទី3នៅលើជើងប៉ុន្តែនេះចំណុចចិត្តនេះដែលខ្ញុំគូមាត់យៈហ្នឹងត្រឹមចិត្តហ្នឹងឃើញណាណាព
Vì về chia chấm nói còn đa này mà nụ chấm nói còn đa này phải đầy chấm nói cái đa này sâu đi chan tri cái hào thành dinh chàng nè chấm nói nó toàn chạy phê đây nè chấm nói nó mà cao mà dương đăng thà bộ cô lắm bỏ ra rửa tay bà bên này tới lứa toàn đăng phê đấy ở xa với toàn đăng thà nè chấm nói chật nó chạy phê mà nụ bỏ rửa tay nè bỏ ra có miếng đo chẳng để nè tép phê gì bỏ đấy nè tép miếng đo đôi sợi chẳng đó nè đó ní sợi thì bay này đó trong trường này nè dương sòng còn ở phật máu nó ở chô nó lươn đi bàn tay rụng ní rồi xa tục đạ mặt bàn còn lẹ nhật nè cả vì môn nhung đạ đâu từ nung đấu tia để chùa nó đầu kia cho mình chơi thay là xa cái thời bài bạn chẳng có việc tờ tam đang tới khi em còn mặt bàn chùa bàn tay khi em còn tay phần vô thật thô đấy cứ bằng rùm rướng ạt cầm băng đấy để rút để non kia sở thá ở đi con rương lơประโพธิสัตว์โลกสวาระนั้นได้เลยตีสาเสียนะให้น้องเนี่ยงอทำไม่บานจิมเรียนเปรี้ยนะเราจ่องเชิงนะยังจีนักการพุทธศาสนาให้ได้บานที่ยกเปรี้ยได้จังคือเหมือนจิเปรี้ยได้คือชื่อเปรี้ยเมียนานั่นได้โลกกงสมาธินั่นนะแต่บ่อรอนั่นอ่ะคือโพธิสัตว์นั่นอ่ะโลกเชี่ยเยี่ยมผมไปเราเทียนั่งน้อมเมียนานั่งเจงปีตีตกตีเทียบต่อการเทวโลกวิ่งนะจังบานโลกอ่อยจะตึกโดงนะแต่เราในสมัยนี้ไม่เล่นจะตึกโดงเลยไม่น้อมเนี่ยเล่นเกมให้จังปีสมัยมุนไม่เล่นจะตึกโดงพรุlà ban chặt được đồn cứ bằng riêng ao côn chào liền nhé vì đàm nó trôi năm nòm kia liền lẹ còn xài còm má khăm cái ô luồng nó cả lẹ dương lẹ còn xài đo một khăm cái dương cứ còm má nó hay dương ô luồng ô cu ra đào lê rồi cho còm má nó khăm cái chẳng hai đấy ban chưa còm má khăm cái cả lẹ còn xài nó còn xài cứ ấy còn xài xe còm má xe còn xài này pi môi chia thực nề bằng còn xài cứ bằng thực nề nó là cho bằng lẹ lắm nó cần xài sò cần xài sò sốt nó cần xài ban này tha mình miên cỏ lá đôi mòn đôi tỉ chấm này cỏ má cứ cỏ là nó miên cỏ lá đôi chỉ mòn đôi chỉ sầm nành nó ở vô thà lẽ cần xài cỏ má khăm cái ô lông nó được nhung còn tại phần vô ở đây được nhung ban sao chiêu bị ăn cầm băng tép mà hà nó có nó ạ nhưng mà phải cho nam nước kiếm trong ở xoay vô nó bởi dương ban ở bị sai đòi có thốt tập pram mục vì bảy đa anh tì tì nó cứ cần chọn cả cần trai cần bật hay nângទឹកអបឲ្យសក់ក្រអូបដូចជាដំណើរទេពអតីតកាលប្រហែលសក់ក្រអូបដែលគេយកទៅហ្នឹងយើងត្រូវយកពលឹងលោកមកវិញណាយកមហិទ្ធិរិទ្ធលោកមកវិញណាសាបមួយដៃប្រៃមួយចប់ណាលើកដៃរំណាយើងចាប់ហ្នឹងណាសាបមួយដៃណាប្រៃមួយចប់នេះរបស់ដែលសល់ណារិទ្ធនៅសល់មកចាប់ទេត្រូវយកមកចាប់ណាឲ្យคลายទៅជារិទ្ធដូចជាមហាសាគរដូចជាមហានគរពីអតីតកាលណាយកមកបង្កើតពូជពងឲ្យคลายទៅជាណាពូជដែលមានរិទ្ធិណាដូចជាពូកេងកងក្អែពឹសត្រូវប្រមូលពឹសមកវិញគឺមកដកទេពមហានគរដែលចរាចរដែលរស័តបែកបាក់ព្រាត់ប្រាសទៅពេញពិភពលោកគឺចម្លាក់ដោះទេពមហានគរហ្នឹងណាគ្រប់ប្រទេសទាំងអស់ណាដល់ពេលគេប្រគល់ឲ្យបានដឹងថាដូនតាយើងណាគេយកទៅថែរក្សានគរគេគ្រប់ប្រទេសទាំងអស់អញ្ចឹងខ្ញុំបញ្យល់ប៉ុណ្ណឹងចោះណាដែលយើងជជែកគ្នានាំគ្នាឆ្ងល់រូបពុទ្ធិស័ក្តិកិស្វរៈចច្រឡំជាមួយព្រះវិស្ណុណាដល់យើងចេះពង្រួមទេពដូចខ្ញុំបានពង្រួមទេពដូចខ្ញុំយល់ខ្ញុំសាងរូបពង្រួមទេពណាមានព្រះឥសូរក្នុងរូបនឹងព្រះវិស្ណុក៏ក្នុងនឹងពោធិសត្វលោកេស្វរៈក៏នៅក្នុងនឹងបិតាអន្ត្រីតរាជក៏នៅក្នុងនឹងប្រមាតាមហានគរក៏នៅក្នុងនឹងរួមទាំងកុលបុត្រកុលធីតាដែលប្រសូតចេញពីថ្ងៃទាំង7ក៏នៅក្នុងរូបអតិទេពតែមួយដែលខ្ញុំបានសាងពង្រួមអតិទេពហ្នឹងណាហើយខ្ញុំចង់ឲ្យណាអត់ពីខ្ញុំទៅហ្នឹងគឺកូនខ្មែរចំនួនក្រោយហ្នឹងនាំគ្នាស្វែងយល់បង្រួមអតិទេពហ្នឹងបានយើងដឹងរឿងអត្តកម្បាំងខ្លួនឯងថាដូនតាមិនចម្លងចេញពីព្រហ្មញ្ញសាសនាគឺដូនតាយើងហ្នឹងគឺជាអ្នកបង្កើតណាព្រហ្មញ្ញព្រោះវិស្ណុជាអ្នកបង្កើតព្រំណាដែលខ្ញុំបានបញ្យល់ណាប្រសូតចេញនេះប្រសូតចេញពីចិត្តនេះណាសុរិយាចន្ទ្រាណាយើងយ៉ាងនេះដែលខ្ញុំបង្កើតណាហើយនេះទាំងពីរនេះមួយបរោះមួយស្ត្រីណាទូកឆ្វេងទូកស្ដាប់ហ្នឹងណារូបមួយគឺបង្រួមនៅខាងលើគឺព្រះបិតាអន្ត្រីតិរាជនៅកណ្ដាលគឺពពុទ្ធិស័ក្តិលោកេស្វរៈនៅខាងឆ្វេងគឺវិស្ណុនៅខាងស្ដាំគឺឥសូរណាហើយនេះណាកូននេះទាំង7នេះឡើងមកមើលភ្នែកខ្លួនឯងនៅលើកំពូលប្រាសាទអនកោសីហ្នឹងមើលភ្នែកមួយចំហៀងហ្នឹងដែលបើកសាជីហើយហ្នឹងណាអាទិត្យច័ន្ទជាពុទ្ធពហុសុខសៅហ្នឹងដែលនាំគ្នាកើតចេញពីថ្ងៃទាំង7ហ្នឹងចឹងបានថារឿងខ្លះណាតើតែយើងប្រើថ្ងាសគិតព្រោះដូនតាយើងជាដូនតាទេពណាបើដូនតាទេពលោកណាមានមរតកទេពចឹងបាន
ជាយើងត្រូវសិក្សាណាស្វែងយល់ពីមហោសិចារនៃពលឹងតុងគឺអង្គរវត្តណាដល់យើងមើលពលឹងតុងបានយើងដឹងថាដូនតាយើងអាចបង្កើតព្រំបានណាទើបលោកអាចកសាងប្រាសាទមហាព្រំបានណាព្រំបាយ័ននឹងបានបាយ័នកោនឹងបានណាបើសិនជាលោកមិនជាអតិទេពទេលោកមិនអាចណាប្រសូតបុត្របានទេណាឃើញណាបុត្រនេះគួរស្ត្រីខាងក្រោយនេះកងពិសីនេះណាស្រុកកងពិសីកំពង់ស្ពឺហ្នឹងឃើញកងឯងកងលើស្ត្រីហ្នឹងពិសីហ្នឹងគឺស្រីហ្នឹងតែហេតុអីបានទៅជាណាបរោះនេះប្តីនេះស្វាមីនេះជាអ្នកប្រសូតបុត្រទៅវិញហើយបុត្រហ្នឹងអត់ធំទេតូចទេដោយសារអីដោយសារយើងហ្នឹងហើយជាព្រំចំនួនក្រោយដែលត្រូវដោះចេញពីបន្លកឈូកគឺប្រាសាទតសជើងមួយឃើញទេឃើញសយើងតែងធ្វើរៀនទេវតាតសជើងមួយតែយើងមិនដឹងហើយយើងអត់ដឹងថាត្រូវដាក់រូបអីគឺដាក់រូបព្រំហ្នឹងពួកយើងតំណាងឲ្យយើងហ្នឹងជាមនុស្សចំនួនក្រោយឲ្យត្រូវតវងឬកែវរបស់មហាព្រំហ្នឹងណាព្រមឬមិនព្រមខ្ញុំគ្រាន់តែកោះកាយហើយយកមកបញ្យល់ទេណាហើយកុំលើកមរតកដូនតាទៅដាក់ក្នុងមរតកសាសនាណាមរតកដូនតាមិនមែនព្រហ្មញ្ញទេហើយក៏មិនមែនពុទ្ធសាសនាដែរគឺជាមរតកពោធិសត្វលោកេស្វរៈហ្នឹងណាបានន័យថាលោកជាមរតកជាកូនជាចៅវង្សសូរិយាចន្ទ្រាណាអ្នកកសាងអង្គរគឺជាសូរិយាវរ្ម័នម្ចាស់សរសៃសូត្រទឹកគឺជាសោមច័ន្ទគឺទឹកសេដាច័ន្ទយើងជាកូនចៅចំនួនក្រោយហើយជីតារបស់យើងគឺបិតាឥន្ទ្រាធិរាជណាជាម្ចាស់ក្រោលគោព្រះអង្គគឺម្ចាស់ប្រាសាទអង្គរវត្តហ្នឹងណាគុំអំបែងណាគុំអំបែងទើបដឹងរឿងខ្ញុំថាមានឱកាសខ្ញុំនឹងបញ្យល់រឿងបាត់ដឹងណាបាត់ដឹងសងកូនប្រុសធ្វើទេសកលនេះផ្លែដឹងណាហើយនឹងបាត់បែងណាយកកូនស្រីធ្វើទេសកលហ្នឹងហើយដែលលោកធ្វើទេសកលធ្វើជាទេសីគេណាលោកបន្សល់ទុកអូបែកក្អមនៅភ្នំពេញហ្នឹងលោកបន្សល់ទុកបែកចាននៅខេត្តកណ្ដាលកំពង់ស្ពឺហ្នឹងឃើញណាយើងមិនយល់ណាយើងមិនស្គាល់រឿងអាត់កំបាំងបណ្ដាំទីតាំងបណ្ដាំឈ្មោះបណ្ដាំរឿងព្រេងបណ្ដាំនៅរឿងព្រេងគឺបៃដកណាដូនតាណាបៃដកខ្មែរណាបៃដកក្នុងពុទ្ធសាសនាគឺនិយាយពីប្រវត្តិរបស់ព្រះអង្គកាលនោះជាពោធិសត្វហ្នឹងប្រវត្តិរបស់សាវករបស់ព្រះអង្គចំណែកបៃដកដូនតាគឺណាប្រវត្តិរបស់ដូនតាហ្នឹងណាយើងកុំញែកឲ្យដាច់ណាកុំអាណាស្តៀងតម្លាក់ទៅនេះស្តៀងតម្លាក់ទៅនោះណានឌីអត់មានបាយសីនឌីអត់មានដងស្លាធរទេណាពុទ្ធសាសនាមិនមានទេណាចាក់ទឹកដូងពីទ្រូងម៉ែណាអ្នកនឹងស្គាល់ទឹកអម្រឹតនៅពេលអ្នកដែលស្វែងយល់ពីលបែងចាក់ទឹកដូងយល់នឹងស្គាល់ទឹកអម្រឹតណាដែលកប់នៅក្នុងសមុទ្រទឹកដោះម្ដាយហើយទឹកអម្រឹតនេះមិនងាយទេតើតែអ្នកស្គាល់ព្រះអង្គពាន់ណាព្រះពាន់ស៊ីបាយត្រឡោកណាស៊ីបាយត្រឡោកសម្លាប់ម្ដាយខ្លួនឯងណាស្ដាច់យកផ្តិលមាសទៅដូរត្រឡោកណាព្រោះរឿងបន្ទួតព្រៃណាស្គាល់អាហ្នឹងបានអាចរកទឹកអម្រឹតនៅក្នុងទឹកដោះម្ដាយសមុទ្រទឹកដោះម្ដាយបានណាជារឿងអាត់កំបាំងណាខ្ញុំសូមបញ្យល់ត្រួសប៉ុណ្ណឹងណាជាគតិសម្រាប់ពិចារណាឲ្យស្គាល់ថាខ្លួនឯងជាវង្សទេពសម័យក្រោយណាអបពិសែក3កាលកោជុកលាក់ទុកបង្ហើយកូនប្រុសហើយដល់ពេលមង្គលទី2កូនប្រុសកោហើយបបោះនាគស្លៀកសម្ពុតម៉ែពាក់ស្បៃម៉ែប្រវែង5ហត្ថហើយបួសណាបួសជានាគណានាគនេះមិនមែនជាក្រហោះហើយក៏មិនមែនជាបព្វជិតដែរចំណែកកូនស្រីកោហើយចូលមលុបមង្គលទី3កាត់សក់បង្កក់បើកសេរីទេពណាហើយបាននាំចូលទៅក្នុងវាំងននយៈហ្នឹងណាយៈតែងតែស្រែកអហ្នឹងណាចេញមកវិញដល់តែគេដឹកដៃអញ្ចឹងបានន័យថាបើដឹកបានជាដឹកដៃហើយឲ្យដឹងរឿងណាដឹកនាំទេពចេញពីវាំងននទេពណាឈប់ដឹកនាំចេញពីវាំងននយៈណាកុំឲ្យថាយៈថាអូអញអត់មានបាននេះសោះដឹងតែចាំយកតែសំណែនណាយៈអបើកវាំងណាបើកវាំងនឹងឡើងណាវាំងហ្នឹងគឺទីនៅរបស់ស្ដេចននហ្នឹងគឺណូ2ណាណូហ្នឹងគឺតំណាងឲ្យជញ្ជនៈ33តួមានតួណូនឹងមួយដែលមានភ្នែកមួយចំហៀងហើយខ្វាក់ទៅទៀតគេហៅណូខ្វាក់ដែលបង្កើតបានយន់ហ្នឹង108ណូហ្នឹងចឹងបានថារឿងខ្លះណាវាជារឿងអាត់កំបាំងបណ្ស្នាបណ្ដាំយើងដាច់ដានណាគ្រាន់តែគេវាយរត់ចោលអង្គរ120ឆ្នាំហ្នឹងយើងដាច់ដានបាត់ទៅហើយណាដល់គេជន់បន្តិចបន្តទៀតណាយើងធ្វើមិនដឹងសាវតារបស់យើងណាតែចេះតែព្យាយាមទៅកោះកកាយទៅឲ្យដឹងថាខ្លួនឯងមានស្រកាណាមានព្រួលហ្នឹងជាស្រកាណាសោយព្រួលកំចោលស្រកាហ្នឹងស្រកាហ្នឹងគឺព្រះមេហ្នឹងហើយដែលពាត់ពីជុំវិញស្បែករោមសរសៃរបស់យើងហ្នឹងណាហូបបាយកុំឲ្យកពុកដឹងគុណព្រះមេហ្នឹងជាការអបិស័យទី1ដែលអ្នករស់នៅលើទឹកដីសវណ្ណភូមិន្ទៈនេះហ្នឹងគឺភូមិរបស់ព្រះឥន្ទ្រាធិរាជណាដែលប្រគល់ឲ្យបុត្រីរបស់លោកហ្នឹងមកសោយទុកណាព្រោះតែរឿងគឺអីប្រមាថហ្នឹងគឺទឹកសេតាច័ន្ទហ្នឹងណាមកចាស់សរសៃសូត្រទឹកអញ្ចឹងខ្ញុំបញ្យល់ប៉ុណ្ណឹងចោះណាសម្រាប់ជាគតិពិចារណា